បុណ្យដង្ហែទានព្រះវស្សានិងការប្រាក់សាមគ្គីវត្តឧត្តយរាំងសីហៅវត្តអង្គក្រងស្ថិតនៅឃុំជ្រៃស្រុកមោងឫស្សីខេត្តបាត់ដំបងខ្ញុំព្រះករុណាអាត្មាភាពភិក្ខុបញ្ញាបតិបោទឿមភិរមជាព្រះប្រធាននៃកម្មវិធីវិថីជីវិតក្រោមម្លប់ព្រះពុទ្ធសាសនាព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់បានស្រស់ស្រួលមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមប្រារព្ធធ្វើពិធីបុណ្យដង្ហែទានចំណាំព្រះវស្សាគ្រឿងបរិក្ខារនិងការប្រាក់សាមគ្គីមួយយកទៅវេប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តឧត្តយរាំងសីហៅវត្តអង្គក្រងដែលស្ថិតនៅភូមិអង្គក្រងឃុំជ្រៃស្រុកមោងឫស្សីខេត្តបាត់ដំបងនិងដើម្បីប្រមូលបច្ច័យបន្តការកសាងសាលាធម្មសភាមួយខ្នងដែលមានបណ្ដោយ32ម៉ែត្រទទឹង18ម៉ែត្រនិងកម្ពស់17ម៉ែត្រដែលសពថ្ងៃកំពុងតែកសាងបានប្រមាណ 70% ហើយអាស្រ័យដោយបានពិតប្រកេននិងជម្រាបជូនខាងលើនេះខ្ញុំព្រះករុណាអាត្មាភាពសូមអារាធនានិមន្តព្រះករុណាគ្រប់ព្រះអង្គនិងអញ្ជើញពុទ្ធបរិស័ទជិតឆ្ងាយចូលរួមត្រេកអរចាប់យកមគ្គផលតាមសទ្ធាជ្រះថ្លារៀងព្រះអង្គរៀងខ្លួនកុំបីអខានឡើយកម្មវិធីបុណ្យថ្ងៃអាទិត្យ11រោចខែទុតិយាសាទឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី9ខែសីហាឆ្នាំ2026វេលាម៉ោង 7:00 នាទីព្រឹកជួបជុំពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ក្នុងបរិវេណវត្តពិភិដ្ឋារាមក្រុងបាត់ដំបងវេលាម៉ោង 8:00 នាទីព្រឹករៀបចំក្បួនដង្ហែទានព្រះវស្សានិងការប្រាក់ឆ្ពោះទៅកាន់វត្តអង្គក្រងស្រុកមោងឫស្សីវេលាម៉ោង 9:30 នាទីព្រឹកដង្ហែប្រតិសិនជុំវិញព្រះវិហារ3ជុំរួចវេប្រគេនចំពោះព្រះសង្ឃវេលាម៉ោង 10:30 នាទីធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលវេផុតហាប្រគេនចំពោះព្រះសង្ឃជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យបញ្ជាក់ពិធីបុណ្យនេះប្រារព្ធធ្វើនៅក្នុងវត្តឧត្តយរាំងសីហៅវត្តអង្គក្រងឃុំជ្រៃស្រុកមោងឫស្សីខេត្តបាត់ដំបងអ្នកផ្ដើមបុណ្យព្រះអង្គគ្រូបញ្ញាបតិបោទឿមភិរមព្រមទាំងសហការីនិងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ប្រសិនបើពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាចង់ចូលរួមការប្រាក់មួយដើមតម្លៃ 40,000 រៀលក្បឿង1ការ៉េតម្លៃ 60,000 រៀលការ៉ូ1ការ៉េតម្លៃ 60,000 រៀលសូមទំនាក់ទំនងទៅកាន់ព្រះអង្គគ្រូទឿមភិរមតាមរយៈទូរស័ព្ទលេខ012 59 30 20គុត097 39 69 900 093 53 56 52សូមអរព្រះគុណនិងសូមអរគុណ